សួស្តីបងប្អូនពេលព្រឹកព្រលឹមថ្ងៃនេះខ្ញុំមកដួសចកយកទៅលាយកន្ទក់ធ្វើជាចំណីឲ្យកូនទាក៏ពិតបងប្អូននៅក្នុងកសិដ្ឋានចិញ្ចឹមសត្វណាគឺយើងមានអារម្មណ៍ថាសប្បាយស្រស់ស្រាយឬសំឡេងសត្វយំទៅគឺយើងមានអារម្មណ៍ថារីករាយសប្បាយបំបត្តិ stress អត់មានទុក្ខកង្វល់និងជាក្តីសុខរបស់អ្នកចិញ្ចឹមសត្វអញ្ចឹងដូចក្នុងវីដេអូនេះអញ្ចឹងគឺខ្ញុំដួសចកមកលាយកន្ទក់ឲ្យចំណីកូនទាហ្នឹងកូនទាកគីបងប្អូនចាំកូនទាពីទូចមកទុកយកពងហើយអត់មានបើសិនជាយើងទៅទិញចំណីពីផ្សារវាចំណាយលុយច្រើនវាអត់ចំណេញវាអត់ទូទាត់រួចនឹងទាពោះទាវាស៊ីច្រើនណាបងប្អូនអត់ដូចមាន់ទេអញ្ចឹងមានតែដួសចកបានក៏ពិតបានចកហ្នឹងល្អហើយព្រោះចកវាមានប្រូតេអ៊ីនដល់ទៅ22 23%ខ្ញុំអត់មានអីពិសោធន៍ទេហ្នឹងតគ្នាដែរគេអះអាងថាអញ្ចឹងហើយវាល្អហើយឲ្យជាមួយនឹងកន្ទក់គឺធំលឿនមែនតើដូចទាកូនទាខ្ញុំកំពុងតែឲ្យចំណីនេះគឺទើបអាយុបានប្រហែលជា40ថ្ងៃជាងទេវាឡើងបាត់រោមដុះរោមរោមគេហៅរោមកាក់ណាអញ្ចឹងធំលឿនប៉ុន្តែនៅចំណាយពេលច្រើនខែទៀតតម្រាំដល់វាពងវាបានផលឲ្យប្រហែលជា4ខែអីទៀតចាប់ផ្ដើមធ្លាក់ពងហើយព្រោះវា4ខែជាងទៅ5ខែគឺវាធ្លាក់ពងហើយអញ្ចឹង4ខែជាង5ខែ5ខែជាងចូល6ខែគឺវាធ្លាក់ពងពេញលេញហើយគេហៅទាវ័យពេញពងអញ្ចឹងចាប់ផ្ដើមប្រមូលផលបានហើយប៉ុន្តែក្នុងរូបនេះឃើញខ្ញុំដាក់ចំណីឲ្យនេះគឺកូនទាមានឈ្មោលច្រើនអញ្ចឹងឈ្មោលចាប់លក់មេទាទុកយកពងថ្ងៃនេះគឺអត់មានអីច្រើនទេបងប្អូនគ្រាន់តែធ្វើវីដេអូថតកំសាន្តលេងនៅក្នុងទ្រុងទាក្នុងទ្រុងមាន់តែពិតអត់បានថតមាន់ទេថតតែទាព្រឹកឡើងគឺថាសំឡេងទាយំនិយាយពីងើបមកអត់មានអាឡោះអាឡៃស្ដាយទំនេកពីក្រែទេគឺថាស្រឡះមុខស្រឡះមាត់តែម្ដងអរគុណបងប្អូនខ្ញុំនឹងអាសាថតវីដេអូពីសកម្មភាពឲ្យចំណីមាន់ចំណីទាឬពងទាទុកឲ្យបងប្អូនមើលកំសាន្តសម្រាប់បងប្អូនខ្លះពេលដែលឃើញគេចិញ្ចឹមទាអញ្ចឹងឬពងទាអញ្ចឹងចង់មានកូនដីមួយមានដីរៀងឆ្ងាយពីក្រុងមួយទុកគ្រាន់ចិញ្ចឹមទាឬពងថ្ងៃកំសាន្តចុងសប្តាហ៍អីចឹងទៅប៉ុន្តែបើបងប្អូនចិញ្ចឹមទុកចោលចុងសប្តាហ៍មកដល់អស់ហើយអត់មានសល់ទេទាមាន់ឯងងាប់ខ្ទេចតែគាត់ថាមានអ្នកចាំចំការមួយអញ្ចឹងទៅមើលទាមើលមាន់ក៏ល្អមួយយ៉ាងដែរថ្ងៃសៅរ៍អាទិត្យអីមកលេងគឺថាក្តីសុខមែនតើត្រឡប់ទៅធ្វើការវិញគឺមានកម្លាំងពលំធម្មពលធ្វើការអស់ពីកម្លាំងកាយចិត្តអញ្ចឹងសម្រាប់វីដេអូនេះបញ្ចប់ប៉ុណ្្នឹងឯងកុំឲ្យវែងពេកអរគុណច្រើនជម្រាបលាបងប្អូនយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត